យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី1ខែមីនាឆ្នាំ2026នេះបានឲ្យដឹងថាមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខូមេនីត្រូវបានសម្លាប់បាត់ទៅហើយនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិករួមដៃគ្នាជាមួយនឹងអ៊ីស្រាអែលទៅលើការិយាល័យរបស់លោកនៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់គឺទីក្រុងតេហេរ៉ង់នៅពេលដែលលោកដូណាល់ត្រាំបានប្រកាសពីការស្លាប់របស់លោកអាយ៉ាតូឡាអាលីខូមេនីភ្លាមៗសារព័ត៌មានជុំវិញពិភពលោកមានការសង្ស័យយ៉ាងខ្លាំងពីប្រការវាយប្រហារសម្រាប់ទៅលើលោកអាយ៉ាតូឡាអាលីខូមេនីហាក់ដូចជាលឿនខ្លាំងណាស់បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ក៏បានចេញផ្សាយនៅថ្ងៃទី1ខែមីនាឆ្នាំ2026ថាលោកអាយ៉ាតូឡាអាលីខូមេនីពិតជាបានស្លាប់មែនបើតាមកាសែតរបស់ប្រទេសអ៊ីរ៉ង់ Fast News បានឲ្យដឹងថាលោកអាលីខូមេនីត្រូវបានសម្លាប់នៅក្នុងការិយាល័យរបស់លោកនៅអំឡុងពេលដែលលោកកំពុងតែបំពេញការងារចំពេលការវាយប្រហារបានកើតឡើងនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026រូបភាពពីការណបរបស់ក្រុមហ៊ុន Airbus បានបង្ហាញពីផ្សែងខ្មុកខ្មាញ់ក្រោមការវាយប្រហាររបស់អ៊ីរ៉ង់និងអាមេរិកទៅលើនិវេសដ្ឋានរបស់មេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់រូបនេះរូបភាពទាំងអស់នេះក៏បានបង្ហាញផងដែរអំពីអគាររងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការវាយប្រហារបន្ទាប់ពីអាយ៉ាតូឡាអាលីខូមេនីស្លាប់ទៅតើនរណានឹងក្លាយទៅជាមេដឹកនាំថ្មីរបស់ប្រទេសអ៊ីរ៉ង់សំណួរនេះមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេដោយសារតែនៅអំឡុងពេលមានជីវិតលោកអាយ៉ាតូឡាអាលីខូមេនីមិនដែលប្រកាសពីអ្នកស្នងតំណែងបន្ទាប់ពីគាត់នោះឡើយស្ថាប័នបោះឆ្នោតមួយដែលមានសមាជិកភាពអាចារ្យជាន់ខ្ពស់88នាក់ឬដែលគេស្គាល់ថាជាសភានៃក្រុមអ្នកជំនាញនឹងត្រូវបោះឆ្នោតដើម្បីរើសមេដឹកនាំថ្មីរបស់ប្រទេសអ៊ីរ៉ង់យ៉ាងណាក៏ដោយមានអិសរាជនមួយចំនួនដែលត្រូវបានគេសង្ស័យថាអាចនឹងក្លាយទៅជាមេដឹកនាំបន្ទាប់ទី1គឺលោកម៉ូតាបាខូមេនីមានអាយុ56ឆ្នាំលោកគឺជាកូនប្រុសទី2របស់លោកអាយ៉ាតូឡាអាលីខូមេនីគាត់ត្រូវបានគេទទួលស្គាល់ថាជាមនុស្សដែលមានឥទ្ធិពលម្នាក់នៅក្នុងទឹកដីរបស់អ៊ីរ៉ង់និងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហៅកាត់ IRGC បន្ថែមពីលើទំនាក់ទំនងជាមួយនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់គាត់ក៏មានទំនាក់ទំនងជាមួយនឹងកងកម្លាំងបាស៊ីតដែលជាកងកម្លាំងប៉ារ៉ារបស់ប្រទេសអ៊ីរ៉ង់ចំណែកឯបុគ្គលទី2គឺលោកអាលីរេសាអារ៉ាហ្វីមានអាយុ66ឆ្នាំលោកគឺជាមនុស្សម្នាក់មិនសូវត្រូវបានគេស្គាល់ទេក៏ប៉ុន្តែគឺជាអាចារ្យម្នាក់ដែលលោកអាយ៉ាតូឡាអាលីខូមេនីទុកចិត្តជាទីបំផុតលោកអារ៉ាហ្វីបច្ចុប្បន្ននេះកំពុងតែកាន់តំណែងជាអនុប្រធានសភានៃក្រុមអ្នកជំនាញនិងធ្លាប់បម្រើការជាសមាជិកម្នាក់នៃក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ដែលគេហៅថា Guardian Council នេះគឺជាស្ថាប័នដ៏មានឥទ្ធិពលមួយមានតួនាទីត្រួតពិនិត្យបេក្ខជនឈ្មោះបោះឆ្នោតនិងច្បាប់ដែលរដ្ឋសភាអនុម័តយ៉ាងណាក៏ដោយលោកអារ៉ាហ្វីមិនទាន់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងស្ថាប័នកងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ដែលមានដូចជា IRGC ហើយនិងកងកម្លាំងប៉ារ៉ាបាស៊ីតនៅឡើយទេបុគ្គលទី3ដែលលេចធ្លោផងដែរនោះគឺលោកមហាម៉េតមើឌីមើបាហឺរីមានអាយុ65ឆ្នាំលោកគឺជាអាចារ្យអ៊ីស្លាមសាសនាប្រកាន់វិន័យដ៏តឹងរ៉ឹងម្នាក់និងជាសមាជិកសភានៃក្រុមអ្នកជំនាញគាត់គឺជាបុគ្គលដែលមានគោលចំហប្រឆាំងដាច់ខាតចំពោះប្រទេសលោកខាងលិចនៅក្នុងពេលសប្តាហ៍ថ្ងៃនេះលោកគឺជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនៅក្នុងទីក្រុងកូមនៃប្រទេសអ៊ីរ៉ង់អិសរាជនទី4គឺលោកហាសានខូមេនីមានអាយុ53ឆ្នាំបុគ្គលម្នាក់ត្រូវជាចៅរបស់ស្ថាបនិកសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឬក៏ជាមេដឹកនាំកម្ពុជាដំបូងគេនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺលោកអាយ៉ាតូឡារូហូឡាខូមេនីបុគ្គលម្នាក់នេះមិនមានមុខតំណែងធំដុំនៅក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ទេហើយក៏មិនសូវជាមានឥទ្ធិពលខ្លាំងក្លាទៅលើស្ថាប័នកងទ័ពដូចជាកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហើយនិងកងទ័ពប៉ារ៉ាបាស៊ីតបុគ្គលចុងក្រោយដែលអាចនឹងក្លាយទៅជាមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ថ្មីដែរនោះគឺលោកហាសាំហូសេនីហាសេរីមានអាយុក្បែរ70ឆ្នាំទៅហើយគាត់គឺជាអាចារ្យជាន់ខ្ពស់ម្នាក់ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងស្ថាប័នជាច្រើនរបស់អ៊ីរ៉ង់ក្នុងនោះរួមទាំងសភានៃក្រុមអ្នកជំនាញជាទីដែលលោកកាន់តំណែងជាអនុប្រធានទី1បុគ្គលម្នាក់នេះធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោកអាយ៉ាតូឡាអាលីខូមេនីកាលពីពេលនៅរស់ប៉ុន្តែគាត់មិនសូវមានឥទ្ធិពលនិងមានគេឈ្មោះនៅក្នុងប្រទេសអ៊ីរ៉ង់ទេចំណែកឯឥទ្ធិពលរបស់គាត់ទៅលើកងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់ទាំងមូលក៏មិនដឹងថាមានកម្រិតណាដែរតើការស្លាប់របស់លោកអាយ៉ាតូឡាអាលីខូមេនីគឺជាទីបញ្ចប់នៃរបបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់សប្តាហ៍ថ្ងៃមានដែរឬទេរាប់ចាប់តាំងពីឆ្នាំ1979មករបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់ដែលមាននៅក្នុងពេលបច្ចុប្បន្ននេះបានកាន់តំណែងជាងរយៈពេលជាង40ឆ្នាំហើយការស្លាប់របស់លោកអាយ៉ាតូឡាអាលីខូមេនីតិចឬច្រើនវានឹងក្លាយទៅជាការគំរាមកំហែងដ៏ធំមួយចំពោះរបបដឹកនាំបច្ចុប្បន្ននេះយ៉ាងណាក៏ដោយនេះមិនមែនបានន័យថារបបដឹកនាំទីក្រុងតេហេរ៉ង់នឹងដួលរលំទៅរងាជាមួយនឹងលោកអាយ៉ាតូឡាអាលីខូមេនីនោះទេបន្ទាប់ពីលោកអាយ៉ាតូឡាអាលីខូមេនីបានស្លាប់ទៅនឹងមានបរិះដែលមានអំណាចកំពូលម្នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ង់គឺជាប្រធានាធិបតីនោះគឺលោកម៉ាស៊ូតពីសេសខៀន
របបដឹកនាំប្រទេសអារ៉ង់បច្ចុប្បន្ននេះទើបតែបាត់បង់មេដឹកនាំតែពីរនាក់តែប៉ុណ្ណោះចាប់តាំងពីការកាន់អំណាចរបស់ខ្លួនតាំងពីឆ្នាំ1979មកទីមួយគឺលោកអាយ៉ាតូឡារូហូឡាខូមេនីដែលជាមេដឹកនាំទី1របស់របបអ៊ីស្លាមអ៊ីរ៉ង់ស្លាប់កាលពីឆ្នាំ1909ចំណែកឯទី2គឺលោកអាយ៉ាតូឡាអាលីខូមេនីដែលបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិកកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026បើទោះបីជាលោកអាលីខូមេនីបានស្លាប់ទៅមែនក៏ប៉ុន្តែលោកពិសេសខៀនហើយនិងមន្ត្រីជាន់ខ្ពស់ចំនួន2រូបផ្សេងទៀតបន្តកិច្ចការរបស់ខ្លួនដឹកនាំប្រទេសអារ៉ង់ហើយនឹងអាចធ្វើការវាយប្រហារសងសឹកទៅលើប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកត្រង់ចំណុចនេះសូមបញ្ជាក់ថាកាលពីប្រមាណឆ្នាំមុននោះមានបុគ្គលដ៏លេចធ្លោម្នាក់ត្រូវបានគេរំពឹងថានឹងបន្តតំណែងពីលោកអាយ៉ាតូឡាអាលីខូមេនីបុគ្គលម្នាក់នោះធ្លាប់កាន់តំណែងជាប្រធានាធិបតីអារ៉ង់ដែលមានឈ្មោះថាអ៊ីប្រាហ៊ីមរ៉ៃស៊ីប៉ុន្តែគាត់បានស្លាប់នៅក្នុងបទហេតុធ្លាក់អធិបតេយ្យកាលពីឆ្នាំ2024កន្លងទៅដែលការស្លាប់នេះក៏ជារឿងអានកំបាំងមួយផងដែរនិងត្រូវបានគេសង្ស័យថាត្រូវបានប្រទេសអ៊ីស្រាអែលឬក៏អាមេរិកធ្វើឃាតនៅក្នុងពេលបច្ចុប្បន្ននេះកូនប្រុសរបស់លោកអាយ៉ាតូឡាអាលីខូមេនីដែលមានឈ្មោះថាម៉ូតាបាខូមេនីគឺជាបុគ្គលលេចធ្លោបំផុតដែលត្រូវបានគេគិតថានឹងស្នងតំណែងរបស់លោកអាលីខូមេនីនៅក្នុងសម័យអន្តរកាលដែលប្រទេសអារ៉ង់ពុំទាន់មានមេដឹកនាំត្រឹមត្រូវក្រុមប្រឆាំងអាចនឹងមានឱកាសនៅក្នុងការឡើងទៅកាន់អំណាចតាមរយៈជំនួយពីប្រទេសអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកបើតាមមើលមហិច្ឆតារបស់ប្រទេសអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកគឺមិនចង់ឲ្យមានរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់ដែលមានដូចជានៅក្នុងពេលបច្ចុប្បន្ននេះអូសបន្លាយជាបន្តទៅទៀតនោះឡើយទាំងអាមេរិកនិងអ៊ីស្រាអែលចង់ឲ្យមានរបបដឹកនាំថ្មីមួយនៅក្នុងទឹកដីប្រទេសអារ៉ង់ដែលរបបដឹកនាំថ្មីនេះនឹងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកខាងលិចដូចជាទំនាក់ទំនងកាលពីមុនឆ្នាំ1979នៅខណៈដែលប្រទេសអារ៉ង់មិនទាន់រើសបានមេដឹកនាំកម្ពុជាថ្មីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អារ៉ង់គឺលោកអាលីឡារីចានីបានលើកឡើងថាដំណើរការផ្ទេរអំណាចបន្ទាប់ពីមេដឹកនាំកម្ពុជារបស់អារ៉ង់គឺលោកអាលីខូមេនីនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី1ខែមីនាឆ្នាំ2026ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អារ៉ង់រូបនេះបានលើកឡើងថាក្រុមប្រឹក្សាដឹកនាំបណ្ដាអាសន្នមួយនឹងត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃអាទិត្យទី1ខែមីនានេះហើយលោកបន្ថែមទៀតថាប្រធានាធិបតីប្រមុខប្រព័ន្ធយុតិធធនិងចាស់ក្រុមម្នាក់មកពីក្រុមប្រឹក្សាអាណាព្យាបាលនឹងត្រូវទទួលខុសត្រូវដឹកនាំប្រទេសរហូតតទៅមានការបោះឆ្នោតជ្រើសរើសមេដឹកនាំកម្ពុជាថ្មីសូមជម្រាបលោកអ្នកឡើងវិញថាសហរដ្ឋអាមេរិករួមដៃជាមួយនឹងអ៊ីស្រាអែលបានការវាយប្រហារទៅលើប្រទេសអារ៉ង់នៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026យោធារបស់ប្រទេសអ៊ីស្រាអែលបានលើកឡើងថាពួកគេប្រើប្រាស់យន្តហោះចម្បាំងនៅក្នុងខ្ទង់ដល់ទៅ200គ្រឿងនៅក្នុងការវាយប្រហារទៅលើប្រទេសអារ៉ង់នៅថ្ងៃទី28ខែកុម្ភៈពួកគេបានចាត់ទុកថាប្រតិបត្តិការវាយប្រហារទៅលើប្រទេសអារ៉ង់នៅក្នុងថ្ងៃនោះគឺជាការប្រើប្រាស់យន្តហោះចម្បាំងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលកងទ័ពអ៊ីស្រាអែលបានលើកឡើងថាយន្តហោះចម្បាំងទាំង200គ្រឿងនោះបានទម្លាក់គ្រាប់បែករាប់រយគ្រាប់ទៅលើគោលដៅជាង500ទីតាំងស្ថិតនៅភាគខាងលិចនិងភាគកណ្ដាលនៃប្រទេសអារ៉ង់ក្នុងនោះរួមទាំងការកំទេចទៅលើប្រព័ន្ធការពារអាកាសនិងប្រព័ន្ធមីស៊ីលរបស់ប្រទេសអារ៉ង់នៅក្នុងចំណោមយន្តហោះរបស់អ៊ីស្រាអែលទាំង200គ្រឿងនោះក៏មានផងដែរយន្តហោះដែលទិញមកពីអាមេរិកជាយន្តហោះចម្បាំង F-35 ហើយនិង F-15បើទោះបីជាប្រទេសអារ៉ង់រងការវាយប្រហារខ្លាំងក្លាហើយបើទោះបីជាមេដឹកនាំកម្ពុជារបស់ខ្លួនលោកអាលីខូមេនីត្រូវបានសម្លាប់ហើយក៏ដោយក៏ប៉ុន្តែប្រមុខកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅថ្ងៃទី1ខែមីនាឆ្នាំ2026នេះបានលើកឡើងថាពួកគេនឹងសងសឹកទៅលើអ៊ីស្រាអែលនិងអាមេរិកឲ្យសាហាវជាទីបំផុតប្រមុខកងទ័ពរបស់ប្រទេសអារ៉ង់បានចាត់ទុកថាការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអារ៉ង់គឺជាការគំរាមកំហែងមិនត្រឹមតែអស្ថិរភាពនៅក្នុងប្រទេសអារ៉ង់ទេក៏ប៉ុន្តែអស្ថិរភាពនៅទូទាំងតំបន់មជ្ឈមបូព៌ាទាំងមូលពួកគេនឹងវាយប្រហារសងសឹកបន្ថែមពីលើការវាយប្រហារដែលមានកន្លងមកជាពិសេសនៅមូលដ្ឋានយោធារបស់អាមេរិកនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសកាតាប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសគុយវ៉េតហើយនិងប្រទេសអារ៉ាប់រួមនៅចំពោះមុខការប្រកាសវាយប្រហារសងសឹកពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោកដូណាល់ត្រាំឯដល់វិញបានប្រមានប្រើកម្លាំងកាន់តែខ្លាំងក្លាមិនធ្លាប់មានប្រសិនបើអ៊ីរ៉ង់ហ៊ានតែសងសឹកដោយវាយប្រហារទៅលើប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកឬក៏សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលជាពិសេសនោះគឺវាយប្រហារទៅលើមូលដ្ឋានយោធារបស់អាមេរិកនៅក្នុងតំបន់មជ្ឈមបូព៌ាសំណេររបស់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនៅលើបណ្ដាញសង្គម Truth Social បានលើកឡើងថាអ៊ីរ៉ង់ទើបតែប្រកាសថាពួកគេកំពុងតែបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅថ្ងៃនេះខ្លាំងជាងការវាយប្រហារដែលពួកគេធ្លាប់ធ្វើកន្លងមកសំណេររបស់លោកត្រាំបានបន្តទៀតថាអ៊ីរ៉ង់មិនត្រូវធ្វើបែបនេះជាដាច់ខាតប្រសិនបើពួកគេហ៊ានតែធ្វើនោះអាមេរិកនឹងវាយប្រហារជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានទៅលើប្រទេសអ៊ីរ៉ង់សម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់ដោយចំពោះគឺចិននិងរុស្ស៊ីគេបានឃើញថាពួកគេថ្កោលទោសចំពោះទង្វើវាយប្រហាររបស់អាមេរិកហើយនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់
សកម្មភាពមួយចំនួនត្រូវបានគេមើលឃើញថាបានកាត់ឡើងនៅតាមបណ្ដាប្រទេសនៅជុំវិញពិភពលោកប្រឆាំងជាមួយនឹងទង្វើរបស់អាមេរិកហើយនិងអ៊ីស្រាអែលនៅក្នុងប្រទេសប៉ាគីស្ថានក្រុមបាតកោរាប់រយនាក់បានសម្រុកវាយប្រហារបំផ្លិចបំផ្លាញស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងការ៉ាឈីបន្ទាប់ពីទទួលដំណឹងថាមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់គឺលោកអាយ៉ាតុលឡាអាលីខូមេនីត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកហើយនិងអ៊ីស្រាអែលការធ្វើបាតកម្មវាយកំទេចស្ថានកុងស៊ុលអាមេរិកនៅក្នុងទីក្រុងការ៉ាឈីនេះបានកើតឡើងនៅថ្ងៃទី1ខែមីនាឆ្នាំ2026យ៉ាងណាមិញចំពោះការស្លាប់របស់លោកអាលីខូមេនីនេះក៏មានមនុស្សមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់អបអរសាទរផងដែរក្រៅពីមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់លោកអាយ៉ាតុលឡាអាលីខូមេនីមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់ប្រទេសមួយនេះក៏ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនិងអាមេរិកផងដែរដែលមានដូចជារដ្ឋមន្ត្រីការពារជាតិលោកអាមឺណាស៊ីរ៉ាដេកហើយនិងមេបញ្ជាការឆ្មាំបៃរបស់អ៊ីរ៉ង់ដែលមានឈ្មោះថាមហាមេតបាភួរក្រៅពីនេះសញ្ញាណមួយចំនួនរបស់លោកអាលីខូមេនីក៏ត្រូវបានគេរាយការណ៍ថាត្រូវបានស្លាប់នៅក្នុងការវាយប្រហារនោះផងដែរសូមជម្រាបថាជំនួយស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ក្រោមប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែលមិនទាន់ត្រូវបានគេបញ្ជាក់តួលេខនោះឡើយយ៉ាងណាក៏ដោយនៅក្នុងចំណោមការវាយប្រហារនោះបានកើតឡើងទៅលើសាលារៀនក្មេងស្រីមួយកន្លែងនៅក្នុងទីក្រុងមីណាបខេត្តហូស្ម៉ូកានភាគខាងត្បូងប្រទេសអ៊ីរ៉ង់ដែលបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់115នាក់គិតត្រឹមថ្ងៃទី1ខែមីនាឆ្នាំ2026នេះសូមអរគុណចំពោះការទស្សនារបស់លោកអ្នកហើយកុំភ្លេចតាមដានព័ត៌មានអាប់ដេតជាបន្តទៀតនៅក្នុងវីដេអូក្រោយសូមជម្រាបលា